bạn chắc là nó bên những chỗ đó tụi rong kẹta tí pì bà kẹta tí pì bà kẹta tí pì này cái này bà đây là riêng chúng mình nè bà chẳng kẹta mong muốn dương trăm hơi mình chẳng cứ dương pha chúng mình kẹt ya sắp sạc cắm hai nhẹ đây này giấy cứ chưa bảo đọc thì muối dương ở hai nhầm pì chết tận á hai nên trăm tẹt bây giờ không ca phơi nào vậy mùi và bây giờ xua từ cam nhẹ đợt tới cái dương pha chia tụi rong cái đấy dương pha chia tụi rong sầm nổ bà dương pha chia tụi rong sầm nổ còn tay nó ngàyនេះទម្រង់កេតាទី2របស់យើងវិញគឺយើងប្រើបានពីរករណីបាទទី1គឺយើងប្រើសម្រាប់ការស្មានបាទការស្មានដូចនៅកន្លែងនេះគេធ្វើបើយើងគេថាចេះឈឺឈឺគីណាយេសាងណាថានៅមេដាបាទបង្ហាញនៅការប្រមាលមើលបាទការប្រមាលមើលឬមួយក៏ការរំពឹងទុកបាទការស្មានបាទឈឺឈឺនៅកន្លែងនេះស្មានតែមកយេសាងការរំពឹងទុកបាទមានន័យថាពេលណាយើងនិយាយទម្រង់ហ្នឹងយើងស្មានថាវានឹងមានរឿងអីមួយកើតឡើងបាទពេលនេះគឺយើងប្រើទម្រង់ហ្នឹងហើយបាទអញ្ចឹងនៅកន្លែងនេះយើងអាចបកប្រែថាខ្ញុំគិតថាបាទយើងអាចបកប្រែជាភាសាខ្មែរយើងខ្ញុំគិតថាឧទាហរណ៍ថានេះពីងអូហ្គេស៊ីមីរ៉ាបាទខ្ញុំគិតថាថ្ងៃស្អែកប្រហែលជាភ្លៀងហើយចាយល់ទេពេលហ្នឹងគឺគេប្រើទម្រង់កេតាហ្នឹងឯងបាទជាអញ្ចឹងភាសាគេច្រើនប្រើទម្រង់កេតាហ្នឹងបើយើងនិយាយទៅព្រោះមកយើងនៅក្នុងព្យាករណ៍ឧតុនិយមឬមួយក៏នៅក្នុងព្យាករណ៍និយមហ្នឹងពីចឹងគេប្រើទម្រង់ហ្នឹងហើយបាទអញ្ចឹងយើងចាំទី1ពេលណាយើងនិយាយពីបរិបទទី3បាទបរិបទទី3បាទពេលនេះនិយាយពីបរិបទទី3មានន័យថាជាការស្មានបាទឬប្រមាលមើលស្មានឬរំពឹងអញ្ចឹងពេលនេះអាចបកប្រែនឹងក៏បានយើងអាចបកប្រែថាប្រហែលក៏បានដែរប្រហែលក៏បានដែរតែមួយទៀតទី2យើងប្រើមួយបរិបទទី2តោះធម្មតាមុនដំបូងខ្ញុំនិយាយថាពេលណាយើងប្រើមួយបរិបទទី2ជាទម្រង់សំណួរមិនអញ្ចឹងជាទម្រង់សំណួរបានថា Bữa sẽ một cái nghề cá táអ្នកនឹងញ៉ាំអីមែនចឹងប៉ុន្តែនៅកន្លែងយើងប្រើជាមួយបរិបទទី2តែមិនមែនទម្រង់សំណួរគឺជាទម្រង់ទូទៅបាទទម្រង់ធម្មតាប៉ុន្តែនៅកន្លែងនេះគឺយើងអាចប្រើបានតែជាមួយនឹងកិរិយាពាក្យពណ៌នាបាទកិរិយាសកម្មអូខេអាពាក្យពណ៌នាបាទមានគុណនាមនឹងឯងបាទអញ្ចឹងគុណនាមបូកជាមួយនឹងកេតាចាពេលណាគុណនាមបូកជាមួយនឹងកេតានៅកន្លែងនេះមានន័យថាចេះមានន័យថាយើងលឺរឿងអីមួយយើងឃើញរឿងអីមួយហើយយើងស្មានថាវាប្រហែលជាអញ្ចឹងឧទាហរណ៍ថាយើងមានមិត្តភក្តិយើងម្នាក់ក៏ម្ដងក៏ប្រាប់យើងថាគាត់ប្រាប់យើងថាខ្ញុំឥឡូវការងារច្រើនខ្លាំងមែនទែនបាទធ្វើការដល់យប់ម៉ោង11ម៉ោង12បានចេញរាល់ថ្ងៃមិនសូវបានគេទេអញ្ចឹងពេលនេះគឺយើងលឺចេញយើងប្រាប់ថាប្រហែលជាណែហត់ខ្លាំងណាស់ហើយមើលទៅបាទអាពេលហ្នឹងឯងយើងប្រាប់ទៅមើលគេណាភីវុនបាទភីវុនហាកេសេលបាទពេលនេះយើងអាចប្រើទម្រង់នឹងបានយល់ទេភីវុនហាកេសេលចាចឹងនេះគឺជាទម្រង់ដែលយើងស្មានបាទចំពោះអ្វីមួយដែលយើងបានឃើញដែលយើងបានលើបាទរួចយើងស្មានថាប្រហែលជាអញ្ចឹងចាពេលហ្នឹងគឺយើងប្រើទម្រង់ហ្នឹងហើយតោះឧទាហរណ៍មួយទៀតពេលយើងទៅក្នុងហាងយើងកំងមហូបមកហើយឃើញក្លិនផងផ្សែងផងស្អីផងពណ៌ផងមើលទៅតំណឆ្ងាញ់យើងស្មានថាអូប្រហែលជាឆ្ងាញ់មហូបនេះពេលយើងមិនដែរម៉ាស៊ីកេតាបាទម៉ាស៊ីកេតាហើយចឹងពេលហ្នឹងគឺយើងអាចប្រើទម្រង់កេតានឹងបានហើយចឹងរបៀបបាយតម្រង់អត់ពិបាកទេបាទរបៀបបាយតម្រង់គឺដូចជាមេរៀនមុនចឹងបាទចឹងរបៀបបាយយើងរំលងតែម្ដងក៏យើងមើលពាក្យនេះថាអូដាមកមេរីដាធ្លាក់ចុះបែតាស្រឡះបាទគេប្រើសម្រាប់មេឃបាទមេឃស្រឡះអីហ្នឹងឯងគេប្រើពាក្យបែតាបាទបែតាបើទឹកមួយបែតាទឹកថ្លាបាទយើងប្រើពាក្យថ្លាវិញថ្លានិងស្រឡះតោះយើងដើរលំបាកតោះឥឡូវយើងមើលនៅកន្លែងនេះបាទយើងមើលឧទាហរណ៍មួយគ្នាបន្តិចណាតអូហ៊ូពូថបាទចាប់ពីល្ងាចទៅមិនដែរភីកាចូលកំអូហ្គេស៊ីមីរ៉ាបាទមិនមានភ្លៀងធ្លាក់បន្តិចបន្តួចបាទចូលកំភីកាអូហ្គេស៊ីមីរ៉ាបាទអញ្ចឹងកន្លែងនេះមានន័យថាគឺជាការព្យាករណ៍ឧតុនិយមនឹងឯងអញ្ចឹងពេលណាព្យាករណ៍ចំពោះអ្វីដែលអត់ទាន់កើតឡើងយើងអាចបកប្រែដូចខ្ញុំនិយាយអញ្ចឹងយើងប្រើមួយសម្រាប់ប្រឡោះទី3សម្រាប់ការព្យាករណ៍ការអីហ្នឹងយើងអាចបកប្រែនឹងក៏បានដែរបាទមានថាល្ងាចនេះនឹងមានភ្លៀងធ្លាក់បន្តិចបន្តួចនេរិនបាទថ្ងៃស្អែកអាឈីមពុថបាទចាប់ពីព្រឹកទៅគេឌូនេះនេរីកាស៊ីមីរ៉ាបាទនឹងមានធ្លាក់ព្រិលបាទលូនីមេរីដានឹងមានធ្លាក់ព្រិលឈុំម៉ារេនដាល់ស៊ីកាបាល់កាស៊ីមីរ៉ាបាទនឹងកន្លែងយើងបកប្រែនឹងដែរបាទចុងសប្តាហ៍អាកាសធាតុនឹងមេឃនឹងឆ្លាស់ល្អបាទណាស៊ីកាបាល់តានៅកន្លែងនេះយើងដាក់មេឃឆ្លាស់ទៅត្រូវបាទមេឃឆ្លាស់មានន័យថាវាអត់មានពពកអត់មានចកអាបអត់មានធ្លាក់ភ្លៀងអត់មានអីចឹងណាពេលហ្នឹងគឺយើងប្រើរបៀបហ្នឹងបានចាតើយើងចុងក្រោយនេះកន្លែងនេះគឺទម្រង់ស្មាននេះខ្ញុំនិយាយប្រហែលជាយើងបកប្រែថាប្រហែលជាតើមិនអ៊ីរីម៉ាណាសូហ៊ីនឌឺកេសើបាទខ្ញុំគិតថាអ្នកប្រហែលជាហត់ខ្លាំងណាស់ពីព្រោះការងារច្រើនបាទមិនណាអ៊ីរីម៉ាណាសូហ៊ីនឌឺកេសើបាទប្រហែលជាអ្នកលំបាកខ្លាំងណាស់ពីព្រោះអីអ្នកមានការងារច្រើនចាអញ្ចឹងទម្រង់កេតាគឺ
ប៉ុណ្្នឹងឯងបាទគឺយើងអាចប្រើបាននៅក្នុងករណីបែបហ្នឹងឥឡូវយើងមើលនៅកន្លែងនេះបាទដែលជាអតលកាយោបាទក៏សួរសំណួរហើយបាទតែអ្នកគិតថាអាកាសធាតុយ៉ាងម៉េចដែរតអតលកាយោនៅកន្លែងមកពាក្យអតថាបាទអតថាបូកជាមួយនឹងរងអឺកាយោរងអឺកាយោនៅកន្លែងតម្រងសួរយោបល់តើអ្នកគិតថាយ៉ាងម៉េចដែរបាទតែអ្នកគិតថាអាកាសធាតុយ៉ាងម៉េចដែរតនេះដែលជាកាបាយគេបាទថ្ងៃស្អែកបាទអាកាសធាតុអាចជាស្រឡះបាទគាត់អាចលើព្យាករឬគាត់អាចស្មានអីចឹងណាយើងនិយាយចឹងបាទក្នុងរូបគាត់មើលចឹងស្មានថ្ងៃស្អែកបាទមិនធម្មតាស្មានអាកាសធាតុថ្ងៃស្អែកអញ្ចឹងធម្មតាពេលណាយើងប្រើទម្រង់កេតានៅកន្លែងហ្នឹងគេច្រើននៅកន្លែងនេះគេវាថាយើងគេប្រើពាក្យបាទដូចពាក្យ nail អូហ៊ូថម៉ូនេលថថើមជូអែថើមតារ៉េពីចឹងគេច្រើនប្រើជាមួយនឹងពាក្យទាំងអស់ហ្នឹងអញ្ចឹងនេះជ្រោបាទជាធម្មតា Mirror ណាថា nail អូហ៊ូថទឹងបាទដូចជាថ្ងៃស្អែកឬពេលល្ងាចទៅដែលបង្ហាញអំពីអនាគតបាទខាត់ធឹងថាណោហាំគេសិនដែរបាទគេយើងប្រើជាមួយនឹងពាក្យដូចហ្នឹងឯងចឹងកន្លែងនេះគាត់ថាយើងមើលគេប្រើរបៀបអញ្ចឹងបាទឥឡូវយើងចូលដល់លំហាត់អនុវត្តយើងមើលលំហាត់អនុវត្តជាមួយនឹងគ្នាបាទអានេះយើងមើលគេនិយាយដែរដែលស៊ីបាទអាកាសធាតុបន្តមកអ៊ីគេយើងបាទព្យាករឧតុនិយមបាទព្យាករឧតុនិយមបាទមានឲ្យគេព្យាករអញ្ចឹងមិនណាអូនលអូហ៊ូបាទអញ្ចឹងពាក្យច្រើនគេថានិយាយអូហ៊ូវាកន្លែងយើងបើមួយនៅយើងមើលមើលនឹងឯងតើ parami បាននេះ full ដែរបាទខ្យល់បក់ខ្លាំងតែអញ្ចឹងគេថាមិនដែរ owner of full parami បាននេះ full ដែរចាពេលនេះយើងប្រើពាក្យហ្នឹងយើងអត់មានអីពិបាកទេបាទយើងថែមណាបង parami បាននេះ full ដែរបាទកន្លែងគូថែមមកបន្តិចបាទ get sale នៅកន្លែងនេះឃើញទេតើយើងមើលនេះបាទគឺជាហឺដាបាទមានថាអូខេបាទគឺជាបាទមានក្រោយមេឆ្លាស់ហើយនឹងមេស្រទុំបាទមានមេឆ្លាស់ហើយបន្តមកនឹងស្រទុំគេចង់និយាយចឹងណាតែមិនដែរយើងនិយាយថាមិនដែរចឹងវានេះNeren nah Neren Malgen Cie Malgen Cie 흐리겠습니다 흐리겠습니다 chẳng cái năng cái ba tầm là cái cái nhưng mà đã như lúc sau đi tầm cái mới nhưng mà khai mấy nè như viêm trong một 이번 주말은 매 하루 종일 비가 온다 mà miền hát riêng khẽ mà bên một ngày đó 하루 종일 mà bên một ngày chẳng mà 이번 주말에는 이번 주말에는 하루 종일 하루 종일 여기다 비가 오겠습니다. Chắc bị chạy này, pra một chiếc cô tôi dùng và về pra một chiếc cô tôi dùng cái pra một nữa này tao tham chủ ở thực cáo cái bài cái là sẽ cái sự thể là bà mấy sờ lá cái mình to là hột bà pin mà tự ý giống đó là bài cái là sẽ 계속 되겠습니다. 자, 이제는 맑은 날씨가 계속 되겠습니다. 맑은 날씨가 계속 되겠습니다. 서울, 비경 서울에게는 구름이 많고 흐리다. 미안, 뻑뻑질한 하이, 미스동. 뻑뻑질한 하이, 스동. 정말 구름이 서울에는 여기는 이제 뭐 서울에는 서울에는 뭐가 서울은 아마 구름이 많고 흐리겠습니다. 흐리겠습니다. Lại nhưng mà sẽ tới riêng của bạn mơ tí nha em, của em sẽ riêng chọc cái bếp mà mình ta nhưng ai luôn ấy mà riêng và cái biểu của bạn biểu con nó luôn ấy đó nè. Đó thôi nhưng bỏ ra pi áo cho Busan bà Busan đấy mình đấy. 안개가 조금 기다. 안개가 기다. 맞죠? 안개가 기다. 조금 mình tên mình tuổi như vậy đó. 부산은 안개가 조금 기겠습니다. 당장សម្រាប់ 제주វិញ흐린 뒤에 비가 내리다.មានមេស្ទុំហើយបន្តមកនឹងមានភ្លៀងធ្លាក់បាទអញ្ចឹងយើងប្រើមុនតែ 흐린 ហើយនិយាយមក 흐린 뒤에 មិន full ទេ 흐린 뒤 비가 오겠습니다.យើងប្រើដូចគ្នាចឹងនូនេះ많이 오겠습니다. 강원도វិញនឹងធ្លាក់ប្រើច្រើនបាទនូនេះ많이 오겠습니다. នេះយើងប្រើទម្រង់បែបហ្នឹងហើយបាទចឹងអស់នេះខ្ញុំជម្រាបមិនជាពិបាកប៉ុន្មានទេបាទដូចបងប្អូនអាចសាកល្បងក្នុងការធ្វើដោយខ្លួនឯងបានចាទី2នេះគេឲ្យយើង
បាទដូច្នេះនៅក្នុងកន្លែងនេះគេឲ្យយើងសាកល្បងធ្វើនឹងឯងបាទយើងសាកល្បងធ្វើនៅសំណួរហ្នឹងបាទសាកល្បងធ្វើនៅលំហាត់ហ្នឹងឯងគេឲ្យពាក្យយើងបាទដល់នេះដល់សេងឆ្លងមួយបាទនេះ parasol បាទខាងគេថាខ្ញុំបានទទួលកាដូថ្ងៃខួបកំណើតច្រើនណាស់ដល់យើងខ្ញុំមកជួបតាបាទជួបថាអញ្ចឹងយើងស្មានអូប្រហែលជាអ្នកល្អខ្លាំងមែនតើមកបានទទួលកាដូច្រើនអញ្ចឹងយើងមិនណា정말 좋겠습니다. 좋겠어요. 아니면 정말 좋겠어요. 요즘 요즘 일이 많아서 계속 늦게 끝나요. 석ថ្ងៃហ្នឹងកាយច្រើនពេកដូច្នេះហើយចប់យឺតរហូតចប់យឺតរហូតខ្ញុំអត់ណានេះ 힘들겠어요. 많이 힘들겠어요. 많이 힘들겠어요.ទី3 어머니가 병원에 입원하셨어요. ម្ដាយរបស់ខ្ញុំគាត់ចូលសម្រាកនៅក្នុងមន្ទីរពេទ្យ걱정이 많다. បារម្ភខ្លាំងហើយមើលទៅ걱정이 많겠어요. ប្រហែលជាអ្នកបារម្ភខ្លាំងហើយមើលទៅពេលនេះយើងស្មានពេលនេះយើងប្រើទម្រង់ទាំងអស់ហ្នឹង어제 놀이공원에 갔다 왔어요. ម្សិលមិញខ្ញុំបានទៅកន្លែងដើរលេងកន្លែងជិះអីលេងហ្នឹងឯង재미있었다. បើយើងនិយាយពីអតីតកាលកាលឡើងហើយយើងមិនដែរ재미있었겠어요. ចឹងកន្លែងនេះពេលណាយើងស្មានចំពោះអ្វីដែលកើតឡើងពីអតីតកាលដែលកើតឡើងរួចហើយពេលនេះគឺយើងប្រើទម្រង់អតីតកាលហើយបូកជាមួយនឹង ges어요 ក៏បានដែរអតីតយើងអាចប្រើបានដូចគ្នាចំក្រោយ이 음식 제가 만들었어요. ម្ហូបនេះខ្ញុំជាអ្នកធ្វើ아주គេណាមើលទៅអូប្រហែលជាឆ្ងាញ់មែនតើ아주 맛있겠다. 아주 맛있겠어요. 아주 맛있겠어요. ប្រហែលជាឆ្ងាញ់ខ្លាំងណាស់មើលទៅអញ្ចឹងនេះគឺជារបៀបក្នុងការប្រើនៅទម្រង់ theta ទី2ហ្នឹងឯងអញ្ចឹងលើកក្រោយពេលណាបងប្អូនប្រើទម្រង់ហ្នឹងបងប្អូនត្រូវបែងចែកឲ្យច្បាស់ថាតើទម្រង់ដែលបងប្អូនចង់ប្រើនោះស្ថិតនៅក្នុងស្ថានភាពមួយណាពីព្រោះបើសិនណាយើងប្រើខុសអត្ថន័យក៏វាខុសទៅតាមនោះដែរអញ្ចឹងអរគុណច្រើនមែនទែនសម្រាប់ការតាមដានសិក្សាជាមួយគ្នានៅថ្ងៃនេះហើយយើងជួបគ្នានៅម៉ោងក្រោយបន្តទៀតសូមអរគុណ